ส่วนอันนี้สมาคมมาการวิดีโอថ្មីខ្ញុំរយៈមុនគឺខ្ញុំបានចេញវីដេអូមួយប្រព័ន្ធជាមួយនឹង blog POV ដែលខ្ញុំទៅថតប្រើប្រាស់កាមេរ៉ា Lumix G7 ថ្ងៃនេះគឺយើងនឹងមកធ្វើ review ទាក់ទងជាមួយនឹងកាមេរ៉ានេះដែលវាកំពុងតែស្ថិតនៅក្នុងដៃខ្ញុំនេះគឺជា Lumix G7 អ្នកនរគ្នាស្រាប់មិនខុសទេគឺកាមេរ៉ា Lumix អញ្ចឹងនេះគឺជាកាមេរ៉ា Lumix ដំបូងគេដែលខ្ញុំបានសាកប្រើប្រាស់ហើយក៏ជាកាមេរ៉ាប្រចាំម៉ៃរបស់ខ្ញុំដែរឥឡូវនេះដោយសារតែខ្ញុំថតវីដេអូជាច្រើនគឺខ្ញុំប្រើប្រាស់កាមេរ៉ានេះលើកលែងតែវីដេអូមួយចំនួនដែលខ្ញុំទៅចេញគឺថតប្រើប្រាស់កាមេរ៉ាមួយទៀតដែលខ្ញុំនឹងធ្វើវីដេអូនៅវីដេអូក្រោយនិយាយទៅគឺប្លែកដែរដោយសារតែខ្ញុំអត់ដែរប៉ះ Lumix ទេនិយាយមែនតាំងពីខ្ញុំចាប់ផ្ដើមចូលចិត្តថតរូបមកគឺខ្ញុំប៉ះ Lumix បានតែម្ដងគត់ក្រៅពីកាមេរ៉ានេះកាលនោះដូចជាខ្ញុំកាន់ G100 អានោះ G100 ហ្នឹងមិនមែនរបស់ខ្ញុំទេតែរបស់សិស្សប្អូនខ្ញុំហ្នឹងហើយដោយសារតែគាត់ហ៊ានខាងថតវីដេអូថត media ដល់ចឹងទៅគាត់ទិញកាមេរ៉ានេះដើម្បីថតវីដេអូទៅខ្ញុំតែងតែលើសម្ដីលើការនិយាយយូរមកហើយប្រព័ន្ធជាមួយនឹងគុណភាពវីដេអូរបស់ Lumix ដែលខ្ញុំមិនដែលបានសាកចឹងថ្ងៃនេះគឺខ្ញុំបានសាកលបងវាមកយូរហើយខ្ញុំក៏ជឿជាក់ថាខ្ញុំអាចនឹងប្រាប់អ្នកនរគ្នាប្រព័ន្ធជាមួយនឹងគំនិតរបស់ខ្ញុំផ្ទាល់តែតជាមួយនឹងកាមេរ៉ានេះតើអ្នកនរគ្នាគួរទិញកាមេរ៉ានេះអត់នៅក្នុងឆ្នាំ2025នេះហើយតើគុណភាពវាមិនដែរទាំងក្នុងការថតរូបថតវីដេអូដូច្នេះមកខាពេលយូរយើងចូលទៅកាន់សាច់រឿងពីកាមេរ៉ានេះទាំងគ្នាកាមេរ៉ានេះគឺជាប្រភេទកាមេរ៉ា micro four third មាន sensor ទូចជាងពពួក APS-C និង full frame មិនទូចដល់ទូរស័ព្ទទេវាធំដែរបើសិនជាអ្នកនេះធៀបមួយទូរស័ព្ទតែបើសិនជាធៀបមួយ APS-C គឺមើលទៅឃើញតូចហ្មងតែតើជាមួយទំហំ sensor ឥឡូវខ្ញុំមានកាមេរ៉ា APS-C ខ្ញុំមានកាមេរ៉ា micro four third ហើយខ្ញុំមានកាមេរ៉ាទូរស័ព្ទនៅក្នុងដៃដូច្នេះនៅពេលដែលខ្ញុំមានកាមេរ៉ាមួយទៀតនោះគឺកាមេរ៉ា full frame ខ្ញុំនឹងធ្វើវីដេអូប្រព័ន្ធជាមួយនឹងការបង្ហាញអ្នកនរគ្នាពី sensor កាមេរ៉ាមួយថាតើវាខុសគ្នាមិនហើយយើងមើលទៅវាប្លែកត្រង់ណាអញ្ចឹងណាសម្រាប់កាមេរ៉ានេះគឺវាជាប្រភេទ micro four third ប្រើប្រាស់ lens ជាប្រភេទ mount lens L mount ដែល lens ហ្នឹងគឺចូលរួមសហការទៅដោយក្រុមហ៊ុន Panasonic ជាមួយនឹង Olympus ដែលបើអ្នកនរគ្នាស្គាល់ Olympus ក៏ជាក្រុមហ៊ុនផលិតកាមេរ៉ាដែរខ្ញុំគិតថាបើសិនអ្នកនរគ្នាចូលចិត្តកាមេរ៉ាគឺអ្នកនរគ្នាស្គាល់ក្រុមហ៊ុន Olympus ហ្នឹងកាមេរ៉ានេះគឺចេញនៅក្នុងឆ្នាំ2015មកដល់ពេលនេះគឺវាមានរយៈពេលជា10ឆ្នាំហើយហ្នឹងហើយយូរដែរហើយទំហំ megapixel របស់វាគឺ16 megapixel យ៉ាងអ្នកអស់ស្ដាប់មើលតែ16 megapixel គឺតិចមែនតើដោយសារតែមកដល់ឥឡូវនេះគឺគេបានចេញរហូតទៅដល់24ខ្លះដល់30 40 megapixel សម្រាប់ទូរស័ព្ទក៏លោតទៅដល់40 100 megapixel យ៉ាងដែរក៏តែដូចខ្ញុំបាននិយាយរាល់វីដេអូអញ្ចឹង megapixel มันសំខាន់គឺអ្នកនរមើលថាតើសមត្ថភាពវាមិនដែរហើយទៅទៀតខ្ញុំនឹងបង្ហាញពីវីដេអូក៏ដូចជារូបថតដែលខ្ញុំបានថតប្រើប្រាស់កាមេរ៉ានេះខ្ញុំប្រើប្រាស់កាមេរ៉ានេះដើម្បីរកលុយទៀតអញ្ចឹងខ្ញុំគិតថាវាសមល្មមសម្រាប់អ្នកដែលទើបចាប់ផ្ដើមហើយកាមេរ៉ានេះគឺភ្ជាប់មកជាមួយ Wi-Fi ដែលអ្នកនេះអាចភ្ជាប់វាទៅកាន់ទូរស័ព្ទហើយធ្វើកម្មវិធីថតក៏ដូចជាទាញយករូបភាពចេញពីកាមេរ៉ាបានងាយស្រួលមែនទែនដែលមិនចាំបាច់ប្រើ adapter ញ៉ៃៗទេសម្រាប់ការ design កាមេរ៉ានេះគឺមានការ design ស្អាតវាធ្វើអំពីជ័រ plastic ទេក៏ប៉ុន្តែវាមានភាពមាំគួរសមហើយបើនិយាយពីទម្ងន់គឺទម្ងន់ស្រាលមែនទែនអ្នកនេះធ្លាប់កាន់កាមេរ៉ាប្រភេទពួក full frame ឬមួយក៏ APS-C សូម្បីតែខ្ញុំមិនធ្លាប់ចេញពី M50 មកហើយខ្ញុំប្រើប្រាស់កាមេរ៉ាខ្ញុំកំពុងថតនេះគឺកាមេរ៉ាប្រភេទជា APS-C ក៏ខ្ញុំមានអារម្មណ៍ថានេះគឺស្រាលមែនទែនដែលវាធ្វើឲ្យមានការងាយស្រួលហើយបូកជាមួយនឹង lens ពពួក micro four third នេះគឺជា lens ដែលមានទំហំទូចគឺងាយស្រួលយកតាមខ្លួនមែនតើដូចខ្ញុំកំពុងតែប្រើនេះគឺជា lens 25mm f1.7 វាផ្ដល់នូវរូបភាពស្អាត blur background ល្អ 25mm បើសិនជាប្រើជាមួយនឹងពពួក micro four third គឺវា load ទៅ 50mm ដែលប្រហែលជាមួយនឹង full frame 50mm អញ្ចឹងណាខ្ញុំពេញចិត្តជាមួយនឹង lens នេះមែនតើថតគឺវាល្មមអាចទទួលយកបានហើយវាភ្ជាប់ជាមួយនឹងអេក្រង់ដែលយើងអាចបត់បានងាយស្រួលមែនតើអ្នកនរសម្រាប់ការ vlog ក៏អីចឹងណាហើយគឺងាយស្រួលនៅក្នុងការថតដើម្បីយើងអាចមើលមុខខ្លួនឯងបានអញ្ចឹងណាក្រៅពី flip out screen ណាហើយគឺយើងមានចំណុចមួយទៀតដែល vlogger ស្រឡាញ់ហ្នឹងគឺ round out microphone ខ្ញុំមិនដឹងថាអ្នកនរមើលឃើញអត់ទេដោយសារតែ light អាចនឹងចាំងគឺវាមាន round out microphone ដែលធ្វើឲ្យយើងងាយស្រួលនៅក្នុងការថតវីដេអូជាពិសេស vlogger យើងអាចយកពពួក microphone បែបនេះមកគឺយើងគ្រាន់តែពវល់ឲ្យដាក់នៅពីលើនេះ hot shoe របស់វាទៅពឹបចាអូខេដោតចូលក្នុង round microphone ប៉ាប់
nhỏ này ai block bạn này cái setup rồi mình tên hay cái bị run đọc microphone có dương miền run xem cho chị HDMI dương ai connect via từ HDMI tới dương ai mở từ monitor bạn chẳng na hay dương ai prao via chia webcam mà này là cái mình cầm thì bảo kiện không cả bật chỉ cũng nghe số mình tên cả đạo webcam nhiều camera ta đạn nó cứ chụp ba mình tên này đi nhỏ này bạn khơi nhá cứ vô review bị camera ta đạn webcam như máy mới có review tranh vì tủ sáp đúng mới có camera bằng computer hay là webcam mà chúng muốn cỡ ban phần camera chip ấy cho nên hai cái là dương ai dọn này thật phơi chia webcamสำหรับคอมพิวเตอร์ยังมันคือรอบเพิ่มวิสุทธิ์เชิงมันเด่นให้จำนวนพิเศษให้ยมสลังแต่เลยการดีไซน์ระบบกล้องนี้คือเป็นบัตรต้องเชิญมันเด่นเนี่ยเนี่ยไอ้กำหนดท่าตาเนี่ยให้ช่องไอ้บัตรต้องมุ่งจัดเลยอย่างนั้นนะไอ้คนไอ้บัตรต้องฟังก์ชันมันเราแต่ปีใบบัตรต้องฟิสิกอลให้บัตรต้องทัชสกรีนในตรงนี้จังไอ้กล้องนี้คือเนี่ยตรงนี้ไอ้ทัชสกรีนบ้านไอ้ทัชบัตรชีไอ้ทัชโฟกัสไอ้เรื่องนี้บ้านคืออัดปัญหาเต้ให้ผู้ชมมาจำบวยในวิวไฟเดอร์จะประเภทอิเล็กทรอนิกส์วิวไฟเดอร์หรือก็ EVF จังโดยสารแต่วิเชียประเภทกล้องmirrorless จังมันในทางmiền kinh chọn nó bị mộc tế chẳng nó về là dương mơ nó bị viewfinder cứ dương khơi nào vậy để dương nâng thọt bản này cứ chưa chấm nói mua để nhầm sờ lạnhแบบpon chấm môi nângแบบbộ mirrorless chẳng nhầm vô là gì vậy ở haiแบบpon chấm môi nâng rụt lên tu tơ bật camera này nhưng cho ta chấm nói cái đau rồi tới chấm nói nhầm cái thang sầm khánh chấm đập này chấm môi video này con phim rụt nâng con phim video cứ dương môi con phim rụt chấm môi sinh cho hay thôi cho bạn tạm này về miền tầm home sensor tôi tầm tạiประเภท sensor micro four third cái đó tầm home megapixel thì sao tại đó là 1 megapixel cái đóการถอดรูปอันนี้บัดซันจีตามการยกเคยบอกยมหมงเฮ้ยบอกยมเชื่อเรื่องเรียนนี่จมูกนั่งM2 คือยมเรือโยM2ให้ได้อันนี้คำตอบยมใหญ่แต่หูเก็บสันนี่นะแต่ซาแต่นี่คือจุดประเภทการมาไมโครโฟโต้วิวภาษาเชิญจึงตูสับกับเป็นใต้นับเป็นแต่ยมถอดรูปด้วยการนั้นยมปราดใบถอดเชียประเภท portrait นั่นไงยมได้รูปนั่นเลยกล้องนี่แบบนี้อันเมื่อบ้านนั่นคือจุดรูปในยมมันถอดโอเคอย่างนั้นนะแต่ปราการมานี่ไอ้เล่นในเรื่องนี้ในยมปราดเล่นพยายามมวยจุดเปิลได้สำหรับการถอดรูปคือวิมีนเพียบเปล่ามันติดในโครงการถอดโดยซาแต่อันนี้ไอ้มาปีข้างรูปมันคือกดเฟอร์การมามันคือเหี่ยงท่าล้อเตอร์ข้างวิดีโอเชียงอันนี้ยังสปอยจะเจอเพราะท่าอันนี้สำหรับการถอดรูปคือเบียร์เหี่ยงเปล่าติดในซาแต่กันโตรบอกว่าคือสมมติจะออโต้โฟกัสกันเลยน้องในออโต้โฟกัสคือเหี่ยงเปล่าก็มันได้วิอาถอดบานให้ถอดบานคนเพียบโปรตีนแนวนี้ไอ้เมื่อรูปในยมบานด่านเลยกระดองเนี่ยในบ้านอันนี้คือยมถอดแล้วไปกำลังเนาะแลนนี่เตี้ยแลนนี่คือจะแลนพยายามจังนั่นเป็นแนวเนี่ยจะด่าโจ้ในยมใหญ่จังพยายามตัวเชี่ย50ได้สมาร์ทจมูกฟูเฟรมอย่างนั้นนะไอ้คนเพียบเปลือกได้ใบกระดองบอกว่าคือตัวโยบานมันทำมันเปลือกครั้งไปเตะคือนี่เรามอมเลือกวิตูสับได้ยังไอ้ถอดบานได้ยมกระทาวิ perfect maintenance สำหรับเนี่ยได้เติมจับแล้วขณะที่จำนวนจะยมเพียงon สปอนจัดไปบนกล้องนี่คือว่าสัญญาณออกในปรับวิธีของการถอดตะเลยรูปเพียบก็ได้ซินนาก็ได้ในขนมเชียร์แหละขนาดทันโลไลท์อาจจะเป็นเบลือแนวนี้โกแต่เฮียงเชียร์เวียงยังไงเรื่องมวยก็เชียร์ก็ปรับไอโซปุกเวทซาแต่บริษัทบอกยมบริษัทนิยมปรับไอโซถอดรูปเลือกปีวงปอมบนร้อยคือคนเพียบคือบาตัวโยมันแต่ให้วิจินเปลือจินแมนเปลือจินนอยจินเกรนมาเชิญจังนั่นแหละเมื่อตัวรูปยังคือวิอัดคลีนวิอัดสารมาเนี่ยก็เป็นท้ายวิอัดตัวโยบ้านจังให้บรรยมเชียร์ยมโรเลนได้เมียนอาวิชาเทียบเดินนี่เราโมจินเปิลจังแต่คนละท่าเลนได้เมียนอาวิชาเทียบตำไหลเบี้ยก็เบี้ยทายจะตามหนึ่งได้ให้สำหรับการถอดจีรูปเนี่ยเนี่ยถอดจีไฟล์รอบ้านให้เบี้ยเมียนกรบฟังก์ชันต่างๆตัวเบอร์จีไปปลอดตัวเลยวิดีโอก็ได้คือเบี้ยเมียนเมนูคอนโทรลเนี่ยเนี่ยถอดเนี่ยเซเรตัวเลยshutter speed ISO aperture จีดาวอย่างแต่คือเราเมนูไอ้ถอดโดยตู้จะการมาตู้เตอร์ไอ้จังได้สำหรับเนี่ยได้จ้องอย่างท่าตลอดปลายจมูกเมนูเลยให้คืออัดสมองมันนี่จะถอดหมดให้สำหรับการถอดออโต้ก็เบี้ยถอดบ้านสะอาดกูสอมได้มันจีบปะไปตีดังนั้นให้คือยมปัจเจริญกับมันสำหรับการถอดตู้เตอร์ตัวเชียร์ไม่จะได้ก็เบี้ยภาษาครั้งยืนตู้สับได้ก่อนถ้าว่าเส้นจีเนี่ยต้องได้เจอเรื่องมาเส้นนี้ดำไม่จะถอดรูป professional มองคือเหี่ยงตะไลปันเนี่ยยมไอ้แนวนมเนี่ยเขาเนี่ยเอาสลังตัวมือกำราบเซมเนี่ยมีตะไลแพกเนี่ยจังนะจุดพิเศษในการถอดกำรานี้มวยคือวิมีนหมกนิ้วมวยได้พลายปีกำราดเตยคือเนี่ยเขาเนี่ยถอดหมกรูปเพียบเชียร์ก่อนเพียบ 4K กำรานี้หนึ่งถอดวิดีโอน้องเบอร์หน่อยไพ่บนเฟรมไปทั่วเนี่ยเนี่ยตัวบางรูปเพียบได้เมียนต่ำ home 4K ให้เมียนละเบือนดอต่ำไพ่บนเฟรมจะมีอาจับยอดสกัมเพียบบานเลื่อนๆในจังนะว่าเส้นจีเนี่ยเขาเนี่ยเป็นเลย
ការប្រើប្រាស់ shutter ធម្មតាអ្នកនេះអាចថតបានតែ6 frame ក្នុងមួយសកង់ចាំមិនได้ทำក្នុង1នាទីវាចាប់បាន6រូបភាពហើយបើសិនជាយើងថតជាលក្ខណៈ 4K វាចាប់បាន24នោះជាន់ថាគុណភាព 4K គឺវាតម្លាក់ពី16 megapixel មកអញ្ចឹងវាទៀបជាងតែស្មើជាមួយនឹងប្រហែលជា8 megapixel ទេអញ្ចឹងបើសិនជាអ្នកនេះប្រើមុខងារហ្នឹងគឺរៀងពិបាកបន្តិចវាធ្លាក់គុណភាពរូបអញ្ចឹងគាត់ថាអ្នកនេះចាប់ action បានខ្លាំងហើយខ្ញុំក៏បានសាកល្បងថតប្រើមុខងារហ្នឹងដែរដើម្បីថតបងមួយនោះរត់ហ្នឹងហើយដូចអ្នកនេះបានឃើញអញ្ចឹងនៅក្នុងវីដេអូ POV ខ្ញុំលួចថតគេអញ្ចឹងគុណភាពការថត 4K បើសិនជាអ្នកចង់សាកល្បងគឺខ្ញុំណែនាំតែបើសិនជារៀងថាចង់ប្រើវាជាលក្ខណៈ professional គឺអាចកាត់លើសពី2ដងទៅមុននឹងប្រើគាត់ថាវានឹងកាត់គុណភាពរូបរបស់អ្នកនរគ្នាហើយ color របស់វាគឺខ្ញុំស្រឡាញ់ខ្ញុំអត់នឹកស្មានថាខ្ញុំស្រឡាញ់ color របស់លុះមិនទេណាគាត់ថាបើធៀបជាមួយនឹង Canon ជាខ្ញុំស្រឡាញ់ Canon ជាង of course ខ្ញុំ fan Canon ខ្ញុំ fan Nikon នេះ color នោះនេះក៏ខ្ញុំស្រឡាញ់ដែរគឺខ្ញុំគេថាទទួលយកបានហើយយើងក៏ចាំបាច់ edit ច្រើនដែររូបរបស់ខ្ញុំដាក់ចូលទៅប្រហែលនៅក្នុងវីដេអូនេះគឺជារូបដែលខ្ញុំអត់បានកែប្រែទេខ្ញុំបានកែ color អត់បាន edit ទេគឺខ្ញុំដាក់ទាំងដុលមកជាមួយចំណេះអ្នកមើលបានថាតើ color របស់វាហ្នឹងតើអ្នកនរគ្នាចូលចិត្តអត់អានេះគឺ site លើចំណូលចិត្តរបស់នេះយើងរៀននឹងខ្លួនហើយគុណភាព auto focus ខ្ញុំនិយាយមុនហ្នឹងតិចហីចាប់មែនតើតែសារតែវាប្រើជាលក្ខណៈ contrast based auto focus ហើយវារៀងពិបាកបន្តិចដែរក្នុងការប្រើហ្នឹងហើយគាត់ថាព្យាយាមសម្របទៅគេអ្នកនេះអាចប្រើប្រាស់វាបានហ្នឹងអត់បញ្ហាទេទោះបីជាពេលខ្លះខ្ញុំមានបញ្ហាក៏ដោយតែយើងអាចរៀងថាវាមិន smooth ខ្លាំងដូច Canon អញ្ចឹងណាក៏ប៉ុន្តែគឺវាអាចទទួលយកបានគុណភាព auto focus ក្នុងនេះគុណភាពរូបភាពគឺខ្ញុំគិតថាមានប៉ុណ្្នឹងទេចូលដល់គុណភាពសំខាន់គឺ video ដោយសារតែខ្ញុំទិញកាមេរ៉ានេះគឺ mainly គោលបំណងរបស់ខ្ញុំខ្ពស់គឺខ្ញុំចង់ថតវីដេអូដែលប្រើប្រាស់កាមេរ៉ានេះហើយរូបមិនគឺមាន reputation មានកិត្តិនាមហ្នឹងហើយចង់និយាយថានៅក្នុងការថតវីដេអូអញ្ចឹងណាដូច្នេះបានខ្ញុំសាកល្បងក្នុងរូបមិនអញ្ចឹងទៅប្រើប្រាស់កាមេរ៉ានេះអ្នកអាចថតវីដេអូបានដល់កម្រិត 4K ក្នុងល្បឿន25 frame ឬ24 frame អ្នកនេះប្រើកាមេរ៉ានេះដើម្បីថតវីដេអូអ្នកនេះថតបានដល់ 4K សម្រាប់ frame rate គឺបើសិនជាអ្នកនេះចង់ថតលឿនគឺអត់មានទេមានតែតាម60 frame ទេដែលយើងអាចថតជា slow motion ធ្វើ B-roll ឲ្យបានអញ្ចឹងណាសម្រាប់វីដេអូគឺខ្ញុំគិតថាកាមេរ៉ានេះគឺល្អខ្លាំងមែនទែនចំណុចខ្សោយមួយដែលតជាមួយនឹងវីដេអូរបស់កាមេរ៉ានេះគឺនៅតែដែល auto focus សម្រាប់ auto focus នៅដល់ 80p គេថាទទួលយកបានវាលឿនគ្រាន់បើវាមិនលឿនខ្លាំងទេតែវាលឿនគួរសមយើងអាចប្រើដើម្បីថត vlog បានខ្ញុំគិតថាអាចថតបានខ្ញុំអត់បានទិញ lens tele សម្រាប់កាមេរ៉ានេះទេចេញឲ្យបានសាកជាមួយនឹង vlog test ទេតែសម្រាប់ការថតនៅមុខកាមេរ៉ាអង្គុយនិយាយគឺខ្ញុំថតហើយយើងថតវីដេអូបានទៅដល់ 8bit color ចឹងមិនន័យថាយើងអាចថតផ្ទុកពណ៌បានទៅដល់ 8bit អាហ្នឹងបើសិនជាអ្នកគ្នា deep dive ទៅលើការថតវីដេអូការថត cinematic គឺអ្នកនេះប្រហែលជាយល់អីនៅពាក្យហ្នឹងគាត់ថា 8bit បើសិនជាយើងយកទៅកែ color យកទៅធ្វើការថត flat ដោយសារតែកាមេរ៉ានេះគឺមាន flat profile មានគេហៅ picture profile ជារបៀប flat ណា flat ហ្នឹងគឺរូបភាពស slate ហ្នឹងហើយដែលអ្នកនេះអាចយកទៅ color grade នៅពេលក្រោយបានដើម្បីទាញយក dynamic range មកប្រើប្រាស់ទាញ shadow ទាញ highlight មកប្រើប្រាស់អញ្ចឹងណាសម្រាប់ការកែ color នៅលើ 8bit color នេះគឺរៀងពិបាកបន្តិចដោយសារតែតន្ន័យវាតិចជាង 10bit អញ្ចឹងណាគាត់ថាអាចប្រើប្រាស់បានហើយសំខាន់គឺវាមាន built-in flat color មកស្រាប់ទៀតហើយមកតែរបស់ខ្ញុំហ្មងគឺខ្ញុំស្រឡាញ់មុខងារវីដេអូចេញពីកាមេរ៉ានេះមែនតើមិនថាគុណភាពមិនថាសូម្បីការថត 4K ក៏ដោយខ្ញុំប្រើប្រាស់ M50 គឺខ្ញុំមិនអាចថត 4K បានទេដោយសារតែវាក្របខ្លាំងមែនតើហើយនេះមិនមែនថាអត់ក្របទេវាក្របដូចគ្នាតែវាក្របបានតិចហើយសំខាន់គឺ auto focus វានៅពេល 4K គឺវាល្អជាង M50 ដោយសារ M50 ក៏អត់មាន auto focus នៅមុខងារ 4K ទេមានដែរក៏តែប្រើប្រាស់មុខងារ contrast based auto focus ដូច្នេះហើយគឺវាមានគុណភាពខ្សោយជាងនេះអានេះអាចប្រើខ្ញុំអាចប្រើ 4K ដើម្បីថតបានអ្នកនេះខ្ញុំវីដេអូ 4K ក្នុង channel ខ្ញុំគឺខ្ញុំប្រើប្រាស់នេះឯងដើម្បីថតអញ្ចឹងគឺខ្ញុំស្រឡាញ់វីដេអូដែលចេញពីកាមេរ៉ានេះខ្លាំងមែនតើហើយខ្ញុំគិតថា auto focus មិនមែនជាបញ្ហាទេបើអ្នកនេះចង់ប្រើប្រាស់នៅក្នុងការរៀនថតដោយសារតែយើងទៅថត manual focus anyway អញ្ចឹងណាបើសិនអ្នកនេះ fine វារៀនថតនៅក្នុងការប្រើប្រាស់ manual គឺអ្នកនេះយកកាមេរ៉ានេះក៏អត់ខុសបំណងទេគឺខ្ញុំគិតថាស័ក្តិសមមែនតើសម្រាប់អ្នករៀនថតវីដេអូវាអត់មាន stabilization ទេ complete អញ្ចឹងបើសិនជាអ្នកនេះប្រើកាមេរ៉ានេះគួរតែរក lens ណាដែលមានមុខងាររក្សាដំណឹងដើម្បីងាយស្រួលមិនអញ្ចឹងទេដៃរបស់អ្នកនេះគឺត្រូវតែចេះបើមិនអញ្ចឹងវានឹងញ័រ footage របស់អ្នកនេះមើលអត់កើតទេអញ្ចឹងអានេះវាជាគុណវិបត្តិមួយដែលសារតែតម្លៃវាក៏វាមិនថ្លៃបានដែរសម្រាប់កាមេរ៉ានេះអញ្ចឹងណា
សម្រាប់គុណភាពថ្មរបស់កាមេរ៉ានេះគឺកាន់បានយូរគួរសមខ្ញុំបានចេញទៅថតឲ្យគេខ្ញុំថតពីថ្ងៃត្រង់ដល់ល្ងាចម៉ោងអស់រយៈពេល 3-4 ម៉ោងរូបបានជា600 700រូបខ្ញុំបានថតឲ្យចិត្តជាប់ប្រហែលណាគឺចិត្តហើយចិត្តបិទចឹងទៅ so វាអាចរស់នៅបានពី3ទៅ4ម៉ោងពីម៉ោង1ដល់ម៉ោង4:75នេះគឺគិតមើលទៅប្រហែលម៉ោងវានៅសល់ថ្មដែលខ្ញុំអាចមើល review រូបភាពបានទៀតអានេះខ្ញុំគិតថាថ្មពេលគឺអាចទទួលយកបានតែខ្ញុំថតតែរូបស្លឹកទេបើមិនថតវីដេអូវាអាចនឹងមានពេលខ្លីជាងហ្នឹងឬក៏វាស៊ីថ្មលឿនជាងហ្នឹងតែសំខាន់គឺពេលហ្នឹងគឺមានថ្មតែមួយគ្រាប់ទៀតទៅថតឲ្យគេដល់ចឹងទៅហ៊ានបុកពោះដែរខ្លាចទៅអស់ថ្មតែដឹងសារណាណីបើសិនជាអ្នកនរប្រើកាមេរ៉ានេះគឺខ្ញុំ recommend ឲ្យមានថ្ម2គ្រាប់ដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរគ្នាចឹងណាខ្ញុំគិតថាខ្ញុំមានតែប៉ុណ្្នឹងទេប្រព័ន្ធជាមួយនឹងកាមេរ៉ា Lumix G7 ដោយសារតែវាជា Lumix ក៏ដូចជាកាមេរ៉ា micro four thirty មួយដែលខ្ញុំបានសាកល្បងចឹងខ្ញុំគិតថាខ្ញុំមានតែប៉ុណ្្នឹងទេប្រព័ន្ធជាមួយនឹងកាមេរ៉ានេះបើសិនអ្នកនេះជួយមកនេះអ្នកនេះអាចសួរខ្ញុំបន្ថែមបានមិនមើលឆាតសួរខ្ញុំក៏បានដែរអត់បញ្ហាទេខ្ញុំធ្វើការឆ្លើយតបអ្នកនេះកាមេរ៉ានេះគឺមកដល់ពេលឥឡូវនេះសម្រាប់កាមេរ៉ានេះដែរគឺមានតម្លៃតែត្រឹមជាង300ជាងទេតែអ្នកនេះអាចរកទិញបានតាមទីផ្សារគឺងាយស្រួលមែនទែនជាមួយនឹង kit lens ទៀតអានេះគឺខ្ញុំទិញមកក៏មាន kit lens ទេតែតម្លៃវាទៀតជាង300ចឹងណាតែបើសិនជាអ្នកនេះប្រើប្រាស់ kit lens មកជាមួយដែរគឺតម្លៃវាអាចប៉ុណ្ណឹង300ជាងហ្នឹងចឹងសម្រាប់អ្នកដែលមាន budget ទាបហើយចង់រៀនថតនេះបើប្រាស់មួយវីដេអូជាពិសេសគឺខ្ញុំ recommend កាមេរ៉ានេះមែនតើដោយសារតែគុណភាពវីដេអូគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើអត់ auto focus មួយទេបើសិនជាអ្នកនេះអូខេជាមួយហ្នឹងគឺល្អខ្លាំងមែនតើសម្រាប់ការប្រើប្រាស់បើសិនជាអ្នកនរជិះវីដេអូនេះកុំភ្លេចចុច like ហើយ subscribe នៅ channel ខ្ញុំម្នាក់មួយទៅហើយកុំភ្លេចនៅពេលយើងបាន 10k subscriber គឺយើងធ្វើការ giveaway land អញ្ចឹងអរគុណអ្នកនរសម្រាប់ការទស្សនាវីដេអូនេះតាមដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយ